ជំរាបសួរបងបាទជំរាបសួរបែកគ្នាយូរណាបាទដូចជាយូរពេកហើយបងបាត់តាណាបងមួយរយៈហ្នឹងមួយរយៈមានតាណាទេបន្ទាប់ពីយើងព្យាបាលរកគ្រប់វិធីសាស្ត្រហើយបានន័យថាយើងព្យាបាលតាំងពីនៅបានន័យថាគ្រប់មន្ទីរពេទ្យនៅខ្មែរយើងក៏ដូចជានៅប្រទេសវៀតណាមក៏ញឹកញាប់ដែរជាងចូលពេលកញ្ចៃលុយអស់ច្រើនដែរមិនតិចទេតែឥឡូវនេះគឺអាគមសំអាយុគឺខ្ញុំបដូរចិត្តគឺខ្ញុំបានន័យថាខ្ញុំទៅរកគ្រប់វិធីសាស្ត្រអស់ហើយក៏មើលជើងខ្ញុំអត់ជាបានន័យថាវាបានមកគ្រាន់ហើយវាលបមកវិញគ្រាន់ហើយលបមកវិញណាអញ្ចឹងក៏ខ្ញុំអាគមសំអាយុខ្ញុំក៏បានការណែនាំពីបងប្អូនមហាជនជាពិសេសនោះគឺអ្នកដែលនៅក្បែរខ្លួនគឺគាត់ណែនាំក្បែរខ្លួនគឺគ្មានអ្នកណាទេគឺបងខ្ញុំគាត់ណែនាំឲ្យមកវត្តព្រៃមលូនៅខេត្តតាកែវអញ្ចឹងបងប្អូនក្នុងវីដេអូនេះសូមជម្រាបជូនបងថាការដែលខ្ញុំបានឈរបាននេះបងប្អូនឃើញខ្ញុំឈរបានខ្ញុំអីបាននិយាយទៅដូចមនុស្សជាធម្មតា 100% អញ្ចឹងគាត់ថាយើងអត់ដល់ថ្ងៃរៀបពិធីដកចេញទេដោយសារយើងអត់ទាន់លបងអត់ទាន់ដេញវេលាត្រូវអញ្ចឹងក៏ចង់ផ្សព្វផ្សាយព័ត៌មានទៅដល់ជូនបងប្អូនទាំងអស់គ្នាដោយសារថាខ្ញុំជឿថាបងប្អូនទាំងអស់គ្នានឹងមានសាច់ញាតិឬក៏បងប្អូនឬកូនចៅអីគឺមានជំងឺដូចខ្ញុំច្រើនមិនថាជំងឺដូចខ្ញុំឬក៏ជំងឺអីផ្សេងទេពាក់ព័ន្ធជាមួយនឹងជំងឺមិនថាមហារីកបេះដូងមហារីកអីឬក៏ពាក់ព័ន្ធជាមួយនឹងគ្រឿងក្នុងអីបើមិនជឿខ្ញុំក្នុងវីដេអូហ្នឹងណាបងប្អូនមិនបាច់ទៅពេទ្យឆ្លោះមើលសិនទេបងប្អូនមកវត្តព្រៃមលូដែលស្ថិតនៅក្នុងខេត្តតាកែវមកដល់វត្តហើយមកដល់ជួបព្រះអង្គឆ្លោះមើលបានពាក្យតែឆ្លោះគឺបានន័យថាព្រះអង្គមើលឲ្យថាបងប្អូនមានរោគអីខ្លះហើយចាំទៅវិញចូលកន្លែងមន្ទីរពេទ្យដើម្បី scan ឬក៏ថតបែបណាក៏ដោយដូចពាក្យពេចន៍ដូចសម្ដីដូចព្រះអង្គមានសង្ឃិកាអត់ហ្នឹងលើកទាំងទី1ចំណុចទី1ដែរបងប្អូនគួរចាប់អារម្មណ៍ហើយមួយទៀតមិនថាជំងឺអីទេព្រះអង្គអាចព្យាបាលបានទាំងអស់ហើយមួយទៀតណាពាក់ព័ន្ធជាមួយនឹងរោគរយៈអ្នកតាដែលជាគេហៅថារោគរយៈអ្នកតាដែលគេហៅថាផ្លូវងងឹតផ្លូវខ្មៅនិយាយទៅទូអាក្រក់តែចិត្តចូលស្ថិតនៅក្នុងរូបកាយគេអីគេហ្នឹងក៏ព្រះអង្គបក្រាបបានដែរនិយាយទៅងាយស្រួលការបក្រាបទៀតសម្រាប់ព្រះអង្គហើយដូចខ្ញុំជាដើមអញ្ចឹងឥឡូវដើរបានស្រួលទេគឺអត់បារម្ភអីទៀតទេគាត់ថាតមឯឥឡូវនេះតមត្រូវទឹកភ្លៀងទៅមុខទេហើយមិនមែនត្រឹមតែប៉ុណ្្នឹងឯងបងប្អូនណាបាទគឺព្រះអង្គគឺផ្កាយខ្លាំងខ្ញុំនិយាយចឹងហ្មងព្រះអង្គពនាមគាត់ឈ្មោះពិតរបស់គាត់នោះគឺខ្ញុំអត់ហ៊ានបង្ហាញទេដោយសារតែព្រះអង្គគាត់ប្រហែលមកថាបង្ហាញតែឈ្មោះនៅលើ Facebook បានហើយឈ្មោះព្រះអង្គគឺរស់ដោយធម៌ហើយមួយទៀតខ្ញុំនឹងធ្វើវីដេអូបាទនៅក្នុងនោះមានវីដេអូបង្ហាញពីផ្លូវចូលមកដល់វត្តហើយលេងពិបាកដោយការ live ពីម្សិលមួយថ្ងៃហើយបងប្អូនអញ្ចឹងកុំភ្លេចណាបងប្អូនណាក៏ដោយឲ្យតែមានសាច់ញាតិឈឺនិយាយរួមមួយនិយាយឲ្យខ្លីមួយម៉ាត់ហ្មងធ្វើមិនក៏ដោយឲ្យនៅសល់ដង្ហើមដល់មកដល់វត្តគឺព្រះអង្គជួយបានហើយនិយាយជាប៉ុណ្ណេះខ្លីបងប្អូនខ្ញុំជម្រាបលាអត់មានអីច្រើនទេមានតែប៉ុណ្្នឹងពេលបងឥឡូវដើរបានជប់បងសុំសួរមួយទៀតបងឥឡូវនេះមហាជនគាត់បារម្ភពីបងច្រើនពេលដែលបងឡាយបកស្រាយប្រហែលថ្ងៃមុនហ្នឹងគាត់ក៏ចង់ផ្ដាំផ្ញើសំណួរសួរទៅបងថាឥឡូវនេះបងនឹងវិលត្រឡប់ទៅកាន់ពិភពនៅខាងក្រៅវិញថ្ងៃណាដែរពាក់ព័ន្ធចំណុចកន្លែងហ្នឹងគឺអត់ទាន់ហ៊ានសន្យាទេជាមួយនឹងបងប្អូនមហាជនហើយក៏ដូចជាប្រិយមិត្តដែលគ្រប់គ្រងខ្ញុំពីមុនមកមកដល់ឥឡូវក៏នៅតែគ្រប់គ្រងដែរខ្ញុំអត់ទាន់ហ៊ានសន្យាដោយសារថាទី1ខ្ញុំធ្លាក់ខ្លួនឈឺខ្ញុំចំណាយអស់ច្រើនហើយខ្ញុំអត់មានដើមទុនក្នុងការបើកមុខរបរអីទេអាហ្នឹងខ្ញុំនិយាយការពិតមិនមែនថាក្នុងវីដេអូនេះខ្ញុំត្អូញតែអីទេដោយសារក្នុងវត្តផងខ្ញុំនិយាយការពិតខ្ញុំនិយាយការពិតក្នុងវត្តហើយទី2នោះគឺខ្ញុំជពាក់គេច្រើនដោយសារថាខ្ញុំត្រូវការមើលរបួសមើលជើងចេញទៅក្រៅប្រទេសទៅចេញទៅអីផងហើយទាំងនៅក្នុងស្រុកផងទម្រាំតែខ្ញុំបានព័ត៌មានពីបងខ្ញុំហើយខ្ញុំបានមកព្យាបាលនៅវត្តនេះគឺលោកបងរស់ដោយធម៌គុណម្ចាស់គឺគាត់មិនយកបច្ច័យមិនយកថវិកាទេគឺគាត់ព្យាបាលដោយគេហៅថាដោយបុណ្យដោយបាបតែដោយបុណ្យដោយគេហៅថាចិត្តសប្បុរសហ្នឹងហើយបាទបងអរគុណច្រើនបងអញ្ចឹងប៉ុណ្ណឹងទស្សនិកជនគាត់អស់ចិត្តហើយបងបាទសំខាន់បងប្អូនណាចំណុចចេះមានរោគអីក៏ដោយបញ្ជូនធ្វើមិនក៏ដោយរក្សាបងដង្ហើមអ្នកជំងឺឲ្យធ្វើមិនឲ្យនៅសល់ដង្ហើមដឹកមកដល់វត្តមកគឺព្រះអង្គជួយបានហើយអូខេបងប្អូនមើលខ្ញុំឥឡូវពីមុនខ្ញុំដើររួចខ្ញុំជាអតេះណាពេលរូបខ្ញុំផុសឥឡូវខ្ញុំអីបានមកស្រឡាញ់ឃើញអត់ហើយនេះអត់តដកឯណាអត់តរៀបពិធីដកឥឡូវបងរត់ឲ្យពួកគាត់មើលមកទេរត់បានធម្មតាឃើញបងប្អូនជាការពិតមិនមែនជាការសម្ដែងទេហើយពុកម៉ែបងប្អូនបានឃើញបងពីមុនមកគឺគាត់ឈឺជើងមែនឥឡូវនេះគាត់ដើរបានឃើញហើយមកស្រឡាញ់